ទីនេះបើតាមមើលប្រវត្តិធ្លាប់ជាកន្លែងក៏ធ្លាប់មានវាយគ្នាដែរខ្មែរក្រហមដូចធ្លាប់ចូលមកវាយឆ្មក់នៅនេះដុតរហូតដល់សាលាឃុំបិទត្រាំងឆ្នាំ90ជាងបាទមិននឹកស្មានតាំងអង្គុយថ្ងៃនេះដោយសវត្ថិភាពដោយសន្តិភាពរោងចក្រនិងការងារម្ចាស់ការឯករាជ្យខ្លួនឯងនេះគឺជាអ្វីដែលយើងបានធ្វើព្រោះនៅទូទាំងប្រទេសសឹងតែគ្រប់កន្លែងទាំងអស់វាជាអតីតសង្គ្រាមរួចទៅហើយគ្រាន់តែកន្លែងខ្លះជាអតីតសង្គ្រាមក្តៅជាងកន្លែងខ្លះដូចទៅវាលវែងអញ្ចឹងកន្លែងឈរជើងវាយគ្នាស៊ីសាច់ហត់ឈាមម្សិលមិញម្សិលមួយថ្ងៃទៅអរ៉ាល់ក៏ស៊ីសាច់ហត់ឈាមថ្ងៃនេះមកកន្លែងនេះវាយតិចវាយច្រើននៅតែជាកន្លែងធ្លាប់តែស៊ីសាច់ហត់ឈាមគ្នាវាយឆ្មក់ដុតផ្ទះប្រជាជនដុតផ្ទះដុតសាលាឃុំបាទដែលបងប្អូនដែលកើតក្រោយសង្គ្រាមប្រហែលជាមិននឹកស្មានមិនជឿថាមានគេវាយដុតសាលាឃុំទេព្រោះសាលាឃុំបិទត្រាំងឥឡូវប្រហែលល្អមិននឹកស្មានតែកន្លែងនឹងពីមុនធ្លាប់គេវាយមកដុតទៅបាទអ្នកផ្ទះនៅកន្លែងនេះបាទអ្នករោងចក្រនៅកន្លែងនេះមិនជឿថាពីមុនកន្លែងនេះមិននឹកស្មានដល់តែគេធ្លាប់ចូលមកវាយគ្នាឲ្យដុតផ្ទះដុតអីទេតែឥឡូវយើងអតីតកាលវាមួយតែបច្ចុប្បន្នកាលត្រូវសប្បាយរីករាយជាមួយអ្វីដែលយើងបានឈានមកដល់នេះហើយរួមគ្នាដើម្បីកសាងសមិទ្ធផលបន្ថែមទៀតចាប់យកគ្រប់ដៃគូទាំងអស់រួមទាំងលើកទឹកចិត្តការវិនិយោគក្នុងប្រទេសចេញគោលនយោបាយថ្មីជូនប្រជាពលរដ្ឋជូនកម្មករកម្មការនេះរបស់យើងដើម្បីជាការថ្លែងអំណរគុណចំពោះការផ្ដល់ការទុកចិត្តរបស់ប្រជាពលរដ្ឋរួមទាំងបងប្អូនកម្មករកម្មការនេះនៅក្នុងការទុកចិត្តនិងការផ្ដល់ឱកាសឲ្យគណៈបព្វជិជនបានដឹកនាំបម្រើប្រជាពលរដ្ឋច្រើនអាណត្តិមកនេះហើយជាពិសេសកាល2023កន្លងនេះបានបោះឆ្នោតភ្លុកទឹកភ្លុកដីជូនគណៈបព្វជិជនដើម្បីបន្តបម្រើប្រជាជនតទៅទៀតនេះគឺជាការពិត